បាទគុំមកកាន់ Channel Mankind Mind យើងមកជួបគ្នាសាជាថ្មីនៅក្នុងប្រធានបទយុទ្ធសាស្ត្រនៃអ្នកព្យាបាលផ្លូវងងឹតគឺការធ្វើដំណើរចូលទៅក្នុងជំរឿចិត្តនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងមានមនុស្សជាច្រើនដែលយើងអាចរៀនសូត្របានក៏ប៉ុន្តែមានភាពលាក់បាំងខាងក្រៅដែលយើងមិនអាចយកការរៀនសូត្រនោះជាគំរូពិតប្រាកដក្នុងអត្ថបទនេះយើងនឹងស្វែងរកនៅនរណាម្នាក់ដែលនៅក្បែរខ្លួនយើងដែលគាត់មានភាពរឹងមាំឬក៏យើងអាចហៅគាត់ថាដូចជាមនុស្សដែលមានឈាមត្រជាក់អញ្ចឹងមនុស្សប្រភេទនេះគឺគាត់មានជំរឿចិត្តយ៉ាងខ្លាំងដោយសារគាត់ធ្លាប់ជួបវិបត្តិការឈឺចាប់ហើយគាត់ផ្លាស់ប្ដូរការឈឺចាប់នោះទៅជាភាពរឹងមាំដែលចំណុចនោះហើយដែលយើងគួរតែស្ដាប់ពីគាត់ហើយរៀនឲ្យបានច្រើននៅចំណុចនោះក្នុងការជំនះនៅក្នុងបញ្ហាក្នុងជីវិតរបស់យើងដូចគ្នានៅក្នុងការរស់នៅក្នុងជីវិតរបស់យើងកំពុងមានមនុស្សដែលលាក់បាំងរបួសអតីតកាលរបស់ខ្លួនហើយដែលវាជារឿងកសាងអត្តសញ្ញាណរបស់គេនៅពេលបច្ចុប្បន្នហើយគេមិនដែលរំលាយវាឲ្យអ្នកណាដឹងឡើយយើងប្រហែលជាគិតថាគេកើតមកមានប្រាជ្ញាឬជាមនុស្សដែលស្ងប់ស្ងាត់ពីធម្មជាតិរឹងមាំពីធម្មជាតិប៉ុន្តែការពិតគេបានឆ្លងកាត់ការលំបាកយ៉ាងខ្មៅងងឹតហើយបានត្រឡប់មកវិញក្នុងនាមជាមនុស្សថ្មីមនុស្សភាគច្រើនមិនដែលឃើញមុខរបួសនោះទេពួកគេបានរៀនសូត្របំប្លែងវាទៅជាភាពរឹងមាំបាត់ទៅហើយដែលអាចឲ្យយើងច្រឡំថានោះគឺជាធម្មជាតិកំណើតរបស់គេតែការពិតគេជាមនុស្សដែលឈាមត្រជាក់ដែលអាចរៀនពីការឈឺចាប់របស់ខ្លួនទៅជាភាពរឹងមាំថ្ងៃនេះយើងនឹងរៀនបានពីចំណុចនៃការមើលធ្លុះនិងបកស្រាយទង្វើទាំងនេះដែលពីចំណុចនោះមានដូចជាការឈប់ច្រឡំទៅលើការផ្លាស់ប្ដូរដោយការតស៊ូនិងការលះបង់ថាជាអ្វីដែលគេមានពីកំណើតទី2ចេះសម្គាល់កាន់តែច្បាស់ថាតើនរណាម្នាក់ជាអ្នកដែលបានកែប្រែជំរឿចិត្តរបស់ខ្លួនឯងពិតប្រាកដហើយនរណាម្នាក់ដែលគ្រាន់តែធ្វើពុតជាមានជំរឿចិត្តក្នុងនេះគឺមានចំណុច24យើងនឹងចាប់ផ្ដើមនៅចំណុចទី1តែម្ដងទៅមនុស្សមួយចំនួននិយាយអំពីចំណុចធ្លាក់ចុះបំផុតក្នុងជីវិតរបស់ខ្លួនដូចជារឿងចាស់ធម្មតាដោយគ្មានភាពអាម៉ាស់ក្នុងទឹកដមសម្លេងទាល់តែសោះមូលហេតុការនិយាយដោយចំហអំពីការជិះចាប់ក្នុងអតីតកាលដោយមិនរង្គោះរង្គើមានន័យថានាងមានន័យថាគេមានបានចាត់ចែងអារម្មណ៍នោះរួចរាល់ទាំងស្រុងជំនួសឲ្យការកប់វាចោលវាបញ្ជាក់ពីមនុស្សដែលបានប្រឈមមុខនឹងចម្ពោះដ៏ខ្មៅងងឹតបំផុតរបស់ខ្លួនដោយចំជំនួសឲ្យការរត់គេចដំណោះស្រាយក៏មើលរំលងភាពចំហនេះថាជាការនិយាយរវើរវាយយកចិត្តទុកដាក់ស្ដាប់នៅពេលដែលមាននរណាម្នាក់អាចទម្លាយការឈឺចាប់របស់ខ្លួនដោយមិនបែកបាក់រង្គោះរង្គើនោះជាភស្តុតាងថាគេបានឆ្លងកាត់ការដោះស្រាយនោះរួចហើយពិតប្រាកដដែលអាចឲ្យយើងយកវាទៅធ្វើជាឧទាហរណ៍ជាបទពិសោធន៍ផ្ទាល់ខ្លួនទៅថ្ងៃក្រោយចំណុចទី2គេធ្លាប់ឆ្លងកាត់រឿងរ៉ាវដ៏សាហាវព្រៃផ្សៃដូចជាការញៀនថ្នាំឬការបាក់បែកផ្លូវចិត្តហើយឥឡូវនេះគេខ្លាចជាមនុស្សដែលគ្រប់គ្នានឹកឃើញមុនពេលដែលគេជួបវិបត្តិមូលហេតុការរស់រានមានជីវិតពីការបាក់បែកផ្ទាល់ខ្លួនផ្ដល់ឲ្យគេនៅសច្ចភាពពិតប្រាកដដែលគ្មានថ្នាក់រៀនឬក៏សញ្ញាបត្រណាអាចជំនួសបានឡើយវាបង្ហាញពីមនុស្សដែលដំណើរការចេញពីបទពិសោធន៍រស់នៅពិតប្រាកដមិនមែនទ្រឹស្ដីចម្លងចេញពីអ្នកដទៃការណែនាំបែបនោះមានទម្ងន់ជាងការទូន្មានពីមនុស្សដែលមិនដែលត្រូវគេសាកល្បងក្នុងជីវិតផ្ទាល់ខ្លួនដំណោះស្រាយទុកចិត្តលើមនុស្សដែលធ្លាប់ឆ្លងកាត់ភ្នំភ្លើងជាងមនុស្សដែលគ្រាន់តែបានអានអំពីភ្នំភ្លើងនិងទ្រឹស្ដីរបស់ភ្នំភ្លើងស្វែងរកគេនៅពេលដែលអ្នកកំពុងជួបការលំបាកនៅក្នុងសាច់រឿងស្រដៀងទៅនឹងរូបគេចំណុចទី3មាននរណាម្នាក់គេចវេះពីមនុស្សដែលអួតអាងថាខ្លួនជាអ្នកមានធម៌អាខាងផ្លូវចិត្តប៉ុន្តែមិនដែលរំលឹកពីឆ្នាំដ៏លំបាកណាមួយក្នុងជីវិតរបស់ខ្លួនសោះមូលហេតុការផ្លាស់ប្ដូរពិតប្រាកដភាគច្រើនកើតចេញពីការរងទុក្ខវេទនាពិតប្រាកដមិនមែនកើតចេញពីភាពសុខសាន្តនិងសំណាងល្អនោះទេវាបញ្ជាក់ពីមនុស្សដែលបានរៀនសូត្រថាជំរឿចិត្តត្រូវបានកសាងឡើងតាមរយៈការឈឺចាប់មិនមែនការគេចវេះតាមរយៈភាព
វិជ្ជមានល្អនោះទេដំណោះស្រាយប្រសិនបើអ្នកធ្វើតាមការណែនាំមនុស្សដែលមិនដែលរងទុក្ខអ្នកកំពុងធ្វើតាមទ្រឹស្ដីមិនមែនការពិតឡើយចោទសួរលើនរណាក៏ដោយដែលអះអាងថាមានប្រាជ្ញាដោយមិនដែលទម្លាយការតស៊ូពិតប្រាកដរបស់គេប្រាជ្ញាដែលគ្មានស្នាមរបួសលុតដំភាគច្រើនគ្រាន់តែជាការសម្ដែងចំណុចទី4មនុស្សមួយចំនួនប្រែជាស្ងប់ស្ងាត់និងនៅឆ្ងាយអស់រយៈពេលយ៉ាងយូរបន្ទាប់មកក៏ត្រឡប់មកវិញដោយផ្លាស់ប្ដូរជាថ្មីស្ងប់ស្ងាត់ជាងមុននិងខ្លាំងក្លាមុតស្រួចជាងមុនមូលហេតុការដកខ្លួនថយក្នុងពេលជួបវិបត្តិភាគច្រើនជាវិធីសាស្ត្ររបស់ចិត្តក្នុងការបង្ខំឲ្យមានការផ្លាស់ប្ដូរដ៏ជ្រាលជ្រៅនិងជាចាំបាច់វាបង្ហាញពីមនុស្សដែលបណ្ដោយឲ្យខ្លួនឯងបាក់បែកដោយឯកជនជំនួសឲ្យការធ្វើពុតជារឹងមាំចំពោះនៅមុខមនុស្សឯទៀតការបាក់បែកដោយស្ងប់ស្ងាត់បែបនោះភាគច្រើនបង្កើតការលូតលាស់បានច្រើនជាងការបាក់បែកនៅចំពោះមុខសាធារណជនដំណោះស្រាយកុំភ័យសន្ធោសន្ធៅនៅពេលមនុស្សដែលអ្នកស្រឡាញ់ប្រែជាស្ងប់ស្ងាត់ក្នុងរយៈកាលដ៏លំបាកទុកលំហឲ្យគេហើយសួរនាំដោយទន់ភ្លន់នៅពេលគេបង្ហាញខ្លួនឡើងវិញចំណុចទី5នោះមួយចំនួនជួយមនុស្សជំនាញខ្លួនឲ្យឆ្លងកាត់ការកាន់ទុក្ខតាមរបៀបដែលខុសប្លែកពីការមានលំនឹងនិងមានចំហររឹងមាំជាងអ្នកណាទាំងអស់ដែលអ្នកស្គាល់មូលហេតុការគ្រប់គ្រងការកាន់ទុក្ខដែលមានលំនឹងយូរអង្វែងភាគច្រើនចេញពីមនុស្សដែលធ្លាប់បញ្ចុះសពអ្វីមួយឬនរណាម្នាក់ដោយដៃខ្លួនឯងវាបញ្ជាពីមនុស្សដែលទុកនៅការបាត់បង់ពិតប្រាកដដែលគេបានបំផ្លាញទៅជាសមត្ថភាពក្នុងការអង្គុយរងទុក្ខជាមួយការឈឺចាប់របស់អ្នកដទៃជំនាញនេះមិនអាចបង្រៀនក្នុងវគ្គសិក្សាខ្លីៗបានទេវាត្រូវបានដោះដូរមកដោយការបាត់បង់មនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ដំណោះស្រាយបណ្ដោយឲ្យមនុស្សដែលធ្លាប់កាន់ទុក្ខពិតប្រាកដនាំផ្លូវអ្នកក្នុងពេលអ្នកមានទុក្ខការលួងលោមរបស់គេមានទម្ងន់ជាងមនុស្សធម្មតាចំណុចទី6នោះមួយចំនួនមានភាពស្មោះត្រង់យ៉ាងត្រង់ទៅត្រង់មកអំពីកំហុសក្នុងអតីតកាលសូម្បីតែកំហុសដែលគួរឲ្យខ្មាស់អៀនដោយគ្មានការអាម៉ាស់ឬរកលេសដោះសារឡើយមូលហេតុការទទួលស្គាល់កំហុសក្នុងអតីតកាលមិនរកលេសត្រូវការយល់ដឹងពីខ្លួនឯងពិតប្រាកដដែលភាគច្រើនជាមនុស្សគិតវេះក្នុងការកសាងវាបង្ហាញពីមនុស្សដែលបានធ្វើការងារដែលមិនស្រួលចិត្តក្នុងការប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្លួនដោយចំភាពស្មោះត្រង់នោះមានន័យថាការណែនាំរបស់គេចេញពីបទពិសោធន៍មិនមែនចេញពីការការពារភាពអាត្មានិយមឡើយដំណោះស្រាយទុកចិត្តលើមនុស្សដែលហ៊ានទទួលស្គាល់កំហុសជាងមនុស្សដែលព្យាយាមពន្យល់ដោះសារភាពស្មោះត្រង់ចំពោះការបរាជ័យគឺជាសញ្ញានៃការលូតលាស់ពិតប្រាកដចំណុចទី7នាងនិយាយថាខ្ញុំត្រូវតែធ្លាក់ឲ្យដល់បាតជ្រោះជ្រៅនៃជីវិតមុនពេលដែលខ្ញុំយល់អំពីអ្វីៗទាំងអស់ហើយនាងមានន័យបែបនោះពិតប្រាកដមូលហេតុការធ្លាក់ដល់បាតជ្រោះជ្រៅនៃជីវិតភាគច្រើនជំរុះចោលនៅជំនឿខុសឆ្គងទាំងឡាយដែលមនុស្សម្នាក់មានចំពោះខ្លួនឯងវាបញ្ជាក់ពីមនុស្សដែលត្រូវបង្ខំឲ្យកសាងអត្តសញ្ញាណជាថ្មីរបស់ខ្លួនឡើងវិញពីចំណុច0ដែលបង្កើតបានជាជំរឿចិត្តពិតប្រាកដការកសាងឡើងវិញបែបនោះបង្កើតបានជាការរឹតបន្តឹងគ្រឹះដ៏រឹងមាំជាងអ្វីៗដែលកសាងឡើងដោយគ្មានការតស៊ូដំណោះស្រាយគោរពមនុស្សដែលធ្លាប់ចាប់ផ្ដើមឡើងវិញពីចំណុច0គេយល់ដឹងពីរឿងរ៉ាវដែលមនុស្សស្រួលធ្វើខ្លួនមិនដែលយល់ឡើយចំណុចទី8គេមិនដែលវិនិច្ឆ័យមនុស្សដែលកំពុងជួបបញ្ហាញៀនជំងឺផ្លូវចិត្តឬបរាជ័យធំដុំឡើយទោះបីជាវាមើលទៅអាក្រក់យ៉ាងណាក៏ដោយមូលហេតុការបដិសេធមិនវិនិច្ឆ័យអ្នកដទៃក្នុងពេលជួបវិបត្តិពីច្រើនកើតចេញពីការធ្លាប់ត្រូវគេវិនិច្ឆ័យដោយអយុត្តិធម៌ក្នុងពេលខ្លួនជួបវិបត្តិវាបង្ហាញពីមនុស្សដែលចងចាំអារម្មណ៍នៃការត្រូវគេបោះបង់ចោលហើយបដិសេធមិនធ្វើបែបនោះដាក់អ្នកណាផ្សេងឡើយ
សេចក្តីអត់ឱននោះត្រូវបានដោះដូរមកមិនមែនកើតឡើងដោយឯកឯងទេហើយវាធ្វើឲ្យគេคล้ายជាមនុស្សដែលមានសុវត្ថិភាពក្នុងពេលទម្លាយការពិតជាមួយនរណាម្នាក់ដំណោះស្រាយយករឿងរ៉ាវតស៊ូរបស់អ្នកទៅប្រាប់មនុស្សដែលមិនញញើតនឹងការតស៊ូគេភាគច្រើនធ្លាប់ឆ្លងកាត់រឿងរ៉ាវអាក្រក់ជាងនេះទៅទៀតចំណុចទី9នាងបានចាក់ចែងពីជីវិតដែលមានស្ថិរភាពនិងសុវត្ថិភាពដើម្បីដេញតាមអ្វីមួយដែលមិនច្បាស់លាស់ហើយគ្រប់គ្នាគិតថានាងកំពុងដើរខុសផ្លូវហើយមូលហេតុការដើរចេញពីសុវត្ថិភាពភាគច្រើនមានន័យថាមនុស្សម្នាក់បានឮការអំពាវនាវពីខាងក្នុងចិត្តច្បាស់ជាងមតិពីខាងក្រៅវាបញ្ជាក់ពីមនុស្សដែលហ៊ានប្រឈមមុខនឹងភាពមិនច្បាស់លាស់ព្រោះការរស់នៅក្នុងភាពស្រួលចិត្តមានអារម្មណ៍អាក្រក់ជាងហានិភ័យអ្វីទាំងអស់ក្លាហានបែបនោះភាគច្រើនកើតចេញពីការធ្លាប់រស់រៀនពីអ្វីមួយដែលបង្រៀននាងថាសុវត្ថិភាពមិនមែនជាការធានារ៉ាប់រងជានិច្ចនោះទេដំណោះស្រាយការប្រញាប់ប្រញាល់សន្និដ្ឋានថាមនុស្សដែលប្រថុយប្រឋានធំដុំអ្វីមួយជាមនុស្សប្រហែសគេប្រហែលជាដឹងរួចហើយថាអ្វីទៅជាការសំខាន់ពិតប្រាកដទើបគេហ៊ានប្រថុយទៅលើរឿងនោះចំណុចទី10គេឲ្យអង្គុយជាមួយមនុស្សដែលកំពុងយំដោយមិនព្យាយាមកែប្រែប្រញាប់ប្រញាល់ឬបដូរប្រធានបទឡើយមូលហេតុការអង្គុយស្ងៀមស្ងាត់ជាមួយនឹងការឈឺចាប់របស់អ្នកដទៃត្រូវការយល់ដឹងជាមុនថាការឈឺចាប់មិនមែនសុទ្ធតែអាចកែប្រែបានលឿននោះទេវាបង្ហាញពីមនុស្សដែលបានរៀនសូត្រពីភាពអត់ធ្មត់តាមរយៈការរងទុក្ខផ្ទាល់ខ្លួនមិនមែនគ្រាន់តែជាសជីវធម៌ល្អទៅអង្គុយក្បែរនោះទេជំនាញនេះកម្រមានណាស់ព្រោះមនុស្សភាគច្រើនភ័យសន្ធោសន្ធៅហើយព្យាយាមបិទបាំងអារម្មណ៍ជំនួសឲ្យការទុកលំហសម្រាប់វាដំណោះស្រាយស្វែងរកមនុស្សដែលអាចអង្គុយជាមួយនឹងការឈឺចាប់របស់អ្នកជំនួសឲ្យការរត់រំលងការឈឺចាប់របស់ខ្លួននោះជាសញ្ញានៃជំរឿចិត្តពិតប្រាកដចំណុចទី11នាងនិយាយអំពីអារម្មណ៍តានតឹង anxiety ឬការធ្លាក់ទឹកចិត្ត depression របស់នាងដោយចំហដោយគ្មានភាពអាម៉ាស់ដោយជាកំពុងពិពណ៌នាអំពីអាកាសធាតុធម្មតាមូលហេតុការដកភាពអាម៉ាស់ចេញពីជំងឺផ្លូវចិត្តភាគច្រើនកើតឡើងបានលុះត្រាតែមនុស្សម្នាក់បានប្រឈមមុខនឹងស្ថានភាពរបស់ខ្លួនឯងទាំងស្រុងវាបញ្ជាក់ពីមនុស្សដែលឈប់លាក់បាំងផ្នែកខ្លះនៃខ្លួនឯងដែលមនុស្សភាគច្រើនកប់ចោលដោយសារភាពភ័យខ្លាចភាពចំហនោះធ្វើឲ្យនាងខ្លាចជាមនុស្សដែលអ្នកដទៃអាចស្មោះត្រង់ជាមួយបានដោយមិនបារម្ភពីការវិនិច្ឆ័យដំណោះស្រាយការក៏សម្គាល់មើលថាតើនរណានិយាយអំពីសុខភាពផ្លូវចិត្តដោយមិនរង្គោះរង្គើគេភាគច្រើនបានឆ្លងកាត់ផ្នែកដែលលំបាកបំផុតរបស់ខ្លួនរួចទៅហើយចំណុចទី12គេបានបាត់មុខពីជីវិតក្នុងសង្គមអស់ជាច្រើនរាប់ខែក្នុងអំឡុងពេលលំបាកបន្ទាប់មកក៏ត្រឡប់មកវិញជាមួយនឹងគំនិតទស្សនវិស័យថ្មីខុសប្លែកទាំងស្រុងមូលហេតុរយៈពេលវែងនៃការនៅឯកោក្នុងពេលជួបវិបត្តិភាគច្រើនបង្ខំឲ្យមានការវិតម្លៃឡើងវិញទាំងស្រុងលើអ្វីដែលសំខាន់ពិតប្រាកដវាបង្ហាញពីមនុស្សដែលបណ្ដោយឲ្យខ្លួនកែកំណែចាស់ដែលស្លាប់បាត់បង់ទាំងស្រុងទៅមុនពេលត្រឡប់មកវិញជាថ្មីការផ្លាស់ប្ដូរខាងក្នុងបែបនោះមិនអាចកើតឡើងបានឡើយក្នុងពេលដែលរវល់និងវាបង្វែរអារម្មណ៍ជានិច្ចដំណោះស្រាយការគោរពមនុស្សដែលចំណាយពេលដកខ្លួនថយដើម្បីកសាងខ្លួនឯងឡើងវិញការប្រញាប់ប្រញាល់ក្នុងការធ្វើដំណើរនោះគ្រាន់តែពន្យាពេលការផ្លាស់ប្ដូរពិតប្រាកដប៉ុណ្ណោះចំណុចទី13មនុស្សមួយចំនួនឈប់ស្វែងរកការទទួលស្គាល់ពីមនុស្សដែលមិនដែលបង្ហាញវត្តមានរបស់ខ្លួនក្នុងឆ្នាំដែលលំបាកបំផុតរបស់គាត់មូលហេតុការបាត់បង់ទំនុកចិត្តលើមនុស្សដែលពឹងផ្អែកមិនបានក្នុងពេលជួបវិបត្តិភាគច្រើនផ្លាស់ប្ដូរជាអចិន្ត្រៃយ៍នៅមនុស្សដែលគេអនុញ្ញាតឲ្យចូលចិត្តវាបញ្ជាក់ពីមនុស្សដែលបានរៀនសូត្រពីមេរៀនដ៏លំបាកថាតើទំនាក់ទំនងណាខ្លះជាទំនាក់ទំនងពិតប្រាកដ
ហើយទំនាក់ទំនងណាខ្លះមិនមែនជាការពិតប្រាកដមេរៀននោះការពីនាងនៅពេលនេះព្រោះនាងមិនចំណាយធម្មពលលើមនុស្សដែលបង្ហាញខ្លួនតែពេលស្រួលទៀតឡើយដំណោះស្រាយសង្កេតមើលថាតើនរណាខ្លះនៅចិត្តស្និទ្ធក្នុងអំឡុងពេលរដូវកាលដ៏លំបាកបំផុតរបស់យើងនោះជាអ្នកប្រាប់អ្នកថានរណាម្នាក់ដែលស័ក្តិសមនឹងរក្សាទុកហើយនឹងជំរុះចោលចំណុចទី14គេនិយាយអំពីសេចក្តីស្លាប់និងការផុតរលត់ដោយស្ងប់ស្ងាត់ដូចជារឿងធម្មតាតាមរបៀបដែលធ្លាប់ធ្វើឲ្យអ្នកទើសទាល់ចិត្តប្រៀបដូចជាមនុស្សឈាមត្រជាក់ស្រេបមូលហេតុការប្រឈមមុខនឹងសេចក្តីស្លាប់ដោយចំភាគច្រើនតាមរយៈជំងឺឬការបាត់បង់មាននិន្នាការដកចេញនៅភាពភ័យខ្លាចដែលមនុស្សភាគច្រើនផ្ទុកជុំវិញសេចក្តីស្លាប់វាបង្ហាញពីមនុស្សដែលបានប្រឈមមុខនឹងអ្វីដែលមនុស្សភាគច្រើនចំណាយពេលមួយជីវិតកិច្ចវេះភាពស្ងប់ស្ងាត់នោះមិនមែនជាភាពត្រជាក់ស្រេបទេវាជាភាពច្បាស់លាស់ដែលកើតចេញពីការសម្លឹងមើលអ្វីដែលគួរឲ្យភ័យខ្លាចហើយរស់រៀនបន្តពីវាដំណោះស្រាយកុំច្រឡំភាពស្ងប់ស្ងាត់របស់នរណាម្នាក់អំពីសេចក្តីស្លាប់ថាជាការមិនខ្វាយខ្វល់វាភាគច្រើនមានន័យថាគេធ្លាប់បានឆ្លងកាត់ការគិតដែលលំបាកបំផុតរួចទៅហើយចំណុចទី15នាងអត់ទោសឲ្យមនុស្សដែលធ្វើបាបនាងយ៉ាងធ្ងន់ធ្ងរប៉ុន្តែនាងមិនដែលភ្លេចអ្វីដែលបានកើតឡើងឬបណ្ដោយឲ្យខ្លួនឯងបាត់បង់ការប្រុងប្រយ័ត្នម្ដងទៀតឡើយមូលហេតុការអត់ទោសឲ្យមិនភ្លេចគឺជាជំនាញដែលកសាងឡើងតាមរយៈការជួបប្រទះការក្បត់ពិតប្រាកដដោយផ្ទាល់ដៃប៉ុណ្ណោះវាបញ្ជាក់ពីមនុស្សដែលបានរៀនសូត្របញ្ចេញកំហឹងខណៈពេលនៅតែការពារខ្លួនឯងដោយព្រំដែនច្បាស់លាស់លំនឹងផ្លូវចិត្តនោះមានន័យថានាងមិនជូរចត់ហើយក៏មិនឆោតងងដែរដែលត្រូវការពេលច្រើនឆ្នាំនៃមេរៀនលំបាកដើម្បីអភិវឌ្ឍដំណោះស្រាយរៀនសូត្រពីមនុស្សដែលអត់ទោសដោយប្រាជ្ញាជំនួសឲ្យការចងគំនុំឬទុកចិត្តដោយខ្វាក់ភ្នែកលំនឹងផ្លូវចិត្តនោះមានតម្លៃនិងកម្រមានណាស់ការអត់អន់ទោសឲ្យអ្នកណាម្នាក់ដែលធ្លាប់ធ្វើបាបយើងយ៉ាងធ្ងន់ធ្ងរមិនមែនមានន័យថាយើងឈប់នឹកឃើញកំហុសដែលគេធ្លាប់ធ្វើកន្លងមកនោះទេការលើកលែងទោសគឺមានន័យថារំដោះចិត្តយើងឲ្យចេញឆ្ងាយឲ្យយើងមានសេរីភាពប៉ុន្តែការចងចាំនៃការជឿចាប់ដែលធ្លាប់អីកន្លងមកហ្នឹងគឺនៅតែដកជាប់នៅក្នុងបេះដូងរបស់យើងអញ្ចឹងការប្រព្រឹត្តកំហុសរបស់គេឆ្កងតែប្រហែលគឺយើងមិនលើកលែងមិនទទួលថាកែប្រែថាត្រូវទេយើងលើកលែងទោសនោះគឺលើកលែងទោសរំដោះចិត្តរបស់យើងចំណុចទី16គេធ្វើជាអ្នកណែនាំដល់មនុស្សដែលកំពុងជួបការតស៊ូដូចគ្នានឹងអ្វីដែលគេធ្លាប់ជួបប្រទះដោយមិនចាំបាច់មានអាណាស្នើសុំឡើយមូលហេតុការជួយអ្នកដទៃឲ្យឆ្លងកាត់ការតស៊ូក្នុងអតីតកាលរបស់ខ្លួនភាគច្រើនក៏ចេញពីបំណងប្រាថ្នាចង់ឲ្យការជឿចាប់នោះមានន័យជាចុងក្រោយសម្រាប់គេវាបង្ហាញពីមនុស្សដែលបានបំលែងគណៈពេលធ្លាក់ចុះបំផុតរបស់ខ្លួនទៅជាគោលបំណងជំនួសឲ្យការបណ្ដោយឲ្យវាទៅជាត្រឹមតែមុខរបួសជាយូរអង្វែងការបំផ្លែងនោះគឺជាសញ្ញាច្បាស់បំផុតថាមនុស្សម្នាក់បានព្យាបាលជាសះស្បើយពិតប្រាកដហើយមិនមែនគ្រាន់តែរស់រៀនប្រដកខ្យល់ជាមួយនឹងរបួសនោះទេដំណោះស្រាយស្វែងរកមនុស្សដែលប្រែក្លាយការជិះចាប់របស់ខ្លួនទៅជាគោលបំណងការណែនាំរបស់គេមានទម្ងន់ពិតប្រាកដព្រោះគេបានរស់នៅក្នុងបទពិសោធន៍នោះចំណុចទី17នាងមានអារម្មណ៍ស្រួលចិត្តយ៉ាងចម្លែកជាមួយនឹងភាពមិនច្បាស់លាស់ដោយនិយាយថាខ្ញុំមិនដឹងថាមានអ្វីកើតឡើងបន្តទៀតទេហើយវាមិនអីទេដោយគ្មានភាពបារម្ភតានតឹងឡើយមូលហេតុភាពស្រួលចិត្តជាមួយនឹងភាពមិនច្បាស់លាស់ភាគច្រើនអភិវឌ្ឍឡើងបន្ទាប់ពីមនុស្សម្នាក់រស់រៀនពីស្ថានភាពដែលគេគ្មានការគ្រប់គ្រងសោះវាបញ្ជាក់ពីមនុស្សដែលបានរៀនសូត្រថាការគ្រប់គ្រងគ្រាន់តែជាការភ័ន្តច្រឡំមួយផ្នែកជានិច្ចហើយបានបង្កើតសន្តិភាព
ជាមួយនឹងការពិតនោះសន្តិភាពនោះការពារនាងពីការបារម្ភតាមតឹងដែលគ្រប់គ្រងមនុស្សភាគច្រើនដែលនៅតែជឿថាគេអាចរៀបចំផែនការគេចពីគ្រប់ហានិភ័យបានដំណោះស្រាយរៀនសូត្រពីមនុស្សដែលបានបង្កើតសន្តិភាពជាមួយនឹងភាពមិនច្បាស់លាស់គេយល់ដឹងពីរឿងរ៉ាវដែលមនុស្សភាគច្រើនចំណាយពេលមួយជីវិតប្រឆាំងចំណុចទី18គេបានកាត់ផ្តាច់សមាជិកគ្រួសារដែលមានជាតិពុលមានន័យថាតុកសិចទោះបីជាគ្រប់គ្នាប្រាប់គេថាគ្រួសារត្រូវតែមានមកមុនជានិច្ចទោះជាយ៉ាងណាក៏ដោយមូលហេតុការជ្រើសរើសរក្សាគម្លាតពីសមាជិកគ្រួសារដែលបង្កគ្រោះថ្នាក់ត្រូវការរស់រានពីការខូចខាតពិតប្រាកដហើយជាចុងក្រោយហៅវាថាជាការខូចខាតវាបង្ហាញពីមនុស្សដែលធ្លាប់ផ្ដល់លើសុខុមាលភាពផ្ទាល់ខ្លួនជាងវិធានចាស់កម្រិលដែលមិនដែលការពារគេតាំងពីដំបូងសេចក្តីសម្រេចចិត្តនោះភាគច្រើនកើតឡើងបន្ទាប់ពីការស៊ីចាប់ច្រើនរាប់ឆ្នាំមកហើយមិនមែនជាប្រតិកម្មជ្រុលមួយរំពេចមួយពេលនោះទេដំណោះស្រាយកុំវិនិច្ឆ័យនរណាម្នាក់ចំពោះការកំណត់ព្រំដែនរឹងមាំជាមួយនឹងគ្រួសារគេភាគច្រើនបានស្រូបយកការខូចខាតច្រើនមកហើយអ្វីដែលអ្នកធ្លាប់បានឃើញមួយផ្លែតនេះមិនអាចវិនិច្ឆ័យជីវិតរបស់គេជាយូរឆ្នាំនោះមកនោះទេចំណុចទី19នាងពិពណ៌នាអំពីរបួសផ្លូវចិត្តក្នុងអតីតកាលរបស់នាងដោយប្រើប្រាស់ភាសាជាក់លាក់និងច្បាស់លាស់ជំនួសឲ្យឃ្លាមិនច្បាស់លាស់ដូចជារឿងរ៉ាវបានកើតឡើងមូលហេតុភាសាជាក់លាក់អំពីរបួសផ្លូវចិត្តភាគច្រើនមានន័យថាមនុស្សម្នាក់បានចាត់ចែងវាឆ្អែតឆ្អន់គ្រប់គ្រាន់ទៅហើយដើម្បីហៅឈ្មោះវាយ៉ាងច្បាស់លាស់បែបនេះវាបញ្ជាក់ពីមនុស្សដែលបានធ្វើការងារពិតប្រាកដជំនួសឲ្យការជាប់គាំងក្នុងការឈឺចាប់ដែលស្រពេចស្រពិលមិនច្បាស់លាស់ថាត្រូវចាត់ចែងបញ្ចប់ដោយរបៀបណានិងជាភាពច្បាស់លាស់នោះមានន័យថានាងយល់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនជំនួសឲ្យការគ្រាន់តែរស់រានក្នុងភាពច្របូកច្របល់ដំណោះស្រាយទុកចិត្តលើមនុស្សដែលអាចហៅឈ្មោះការឈឺចាប់របស់ខ្លួនបានយ៉ាងជាក់លាក់ការឈឺចាប់ដែលមិនច្បាស់លាស់ភាគច្រើនមានន័យថាការឈឺចាប់ដែលមិនទាន់បានរៀបចំចាត់ចែងចំណុចទី20គេប្រព្រឹត្តចំពោះបរាជ័យដូចជាអានសារព័ត៌មានជំនួសឲ្យអត្តសញ្ញាណថាខ្លួនបរាជ័យដោយនិយាយថារឿងនោះមិនដំណើរការទេជំនួសឲ្យពាក្យថាខ្ញុំជាមនុស្សបរាជ័យមូលហេតុការញែកបរាជ័យចេញពីអត្តសញ្ញាណផ្ទាល់ខ្លួនគឺជាជំនាញដែលកសាងឡើងបន្ទាប់ពីការរស់រានពីការថយក្រោយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតប៉ុណ្ណោះវាបង្ហាញពីមនុស្សដែលបានរៀនសូត្រពីភាពរឹងមាំតាមរយៈបរាជ័យពិតប្រាកដមិនមែនសម្រងសម្ដីលើកទឹកចិត្តឬទ្រឹស្ដីឡើយគំនិតបែបនោះធ្វើឲ្យគេបន្តព្យាយាមនៅកន្លែងដែលមនុស្សភាគច្រើនបោះបង់និងបោះបង់ខ្លួនឯងទាំងស្រុងឯគេគឺនៅតែអាចបន្តទៅលើកិច្ចការងារដែលគេឆ្ពោះទៅរកដំណោះស្រាយរៀនសូត្រពីមនុស្សដែលបរាជ័យដោយមិនបាក់បែកភាពរឹងមាំរបស់គេត្រូវបានកសាងឡើងតាមរយៈបទពិសោធន៍ពិតប្រាកដមិនមែនសំណាងឡើយគឺជាមនុស្សដែលបរាជ័យតែសម្បកខាងក្រៅក៏ប៉ុន្តែអត្តសញ្ញាណរបស់គេនៅក្នុងចិត្តគឺមិនបរាជ័យនោះទេចំណុចទី21នាងទាក់ទាញចិត្តក្នុងការជួយមនុស្សដែលគ្មាននរណាម្នាក់ចង់ប៉ះពាល់ដូចជាអ្នកញៀនថ្នាំអតីតអ្នកទោសមនុស្សដែលត្រូវគេបោះបង់ចោលដោយគ្រប់គ្នារើសរអើងមូលហេតុការជ្រើសរើសជួយមនុស្សដែលត្រូវសង្គមបដិសេធខ្លាំងបំផុតវិច្រើនមានន័យថាមនុស្សម្នាក់ចងចាំការធ្លាប់ត្រូវបានគេបដិសេធខ្លួនដូចគ្នាវាបញ្ជាក់ពីស្ត្រីដែលបដិសេធមិនបោះបង់មនុស្សចោលព្រោះនាងដឹងពីអារម្មណ៍ស្ទើរតែត្រូវគេបោះបង់ចោលសេចក្តីអត់ឱននោះមិនមែនជាភាពឆោតល្ងង់ទេវាត្រូវបានដោះដូរមកតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួននៃការត្រូវការមើលស្រាលឬក៏រិញច្រានចោលដំណោះស្រាយគ្រប់មនុស្សដែលបង្ហាញខ្លួនសម្រាប់មនុស្សដែលគ្រប់គ្នាបានបោះបង់ចោលរឿងនោះត្រូវការគុណធម៌ពិតប្រាកដចំណុចទី22គេបានកសាងជីវិតទាំងមូលរបស់គេឡើងវិញពីចំណុច0បន្ទាប់ពីបានបាត់បង់អ្វីគ្រប់យ៉ាងអាជីពទំនាក់ទំនង
អារម្មណ៍នៃសេចក្តីស្រឡាញ់នៅក្នុងពេលតែមួយមូលហេតុការបាក់បែកទាំងស្រុងដែលតាមដានដោយការកសាងឡើងភាគច្រើនបង្កើតបានជារបៀបគិតគូរអំពីខ្លួនឯងជាថ្មីដោយរឹងមាំនិងច្បាស់លាស់ជាងជីវិតពីមុនវាបង្ហាញពីមនុស្សដែលប្រើប្រាស់ការបាត់បង់ទាំងស្រុងជាការកំណត់ឡើងវិញដោយបង្ខំជំនួសឲ្យការនៅតែបាក់បែកដោយសារវាការកសាងឡើងវិញបែបនោះត្រូវការសេចក្តីក្លាហានពិតប្រាកដព្រោះមនុស្សភាគច្រើនមិនដែលជាសះស្បើយពីការបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយឡើយដំណោះស្រាយគោរពមនុស្សដែលកសាងឡើងវិញពីចំណុចបាតទទេសូន្យអ្វីដែលគេកសាងឡើងជាលើកទី2ភាគច្រើនជាភាពរឹងមាំជាងលើកទី1រាប់រយដងចំណុចទី23នាងនិយាយថាឆ្នាំដែលលំបាកបំផុតរបស់នាងក៏ជាឆ្នាំដែលនាងបានរៀនសូត្រច្រើនបំផុតពីខ្លួនឯងផងដែរមូលហេតុការលូតលាស់និងការរងទុក្ខភាគច្រើនមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទោះបីជាគ្មាននរណាម្នាក់ចង់ស្ដាប់រឿងនោះក្នុងពេលវាកំពុងកើតឡើងក៏ដោយវាបញ្ជាក់ពីមនុស្សដែលបានស្វែងរកនៃក្នុងការឈឺចាប់ជំនួសឲ្យការគ្រប់គ្រាន់តែប្រាថ្នាឲ្យការឈឺចាប់នោះចាក់ចេញនៃនោះគឺជាអ្វីដែលញែកមនុស្សដែលបានព្យាបាលជាសះស្បើយហើយចេញពីមនុស្សដែលនៅគ្រាន់តែទ្រាំរស់រាននៅក្នុងភាពលំបាកទាំងនោះដំណោះស្រាយស្ដាប់ឲ្យជិតស្និទ្ធនៅពេលនរណាម្នាក់និយាយថាឆ្នាំដ៏ខ្មៅងឹតបំផុតរបស់គេបានបង្រៀនគេច្រើនបំផុតនោះភាគច្រើនជារឿងដែលស្មោះត្រង់ដែលគេផ្ដល់នៅការជំរុញទឹកចិត្តទៅដល់អ្នកដូច្នេះចំណុចទី24គឺជាវិធានមាសចុងក្រោយដែលយើងសម្គាល់ដែលមានន័យថារាល់អត្ថបទដែលយើងជជែកពីដើមដល់ចប់ទាំង23ចំណុចហ្នឹងគឺជាវិធានដែលសម្រាប់ឲ្យយើងយកទៅសិក្សាអនុវត្តដោយជាតម្រុយមិនមែនអ្វីដែលយើងនិយាយគឺវាសិតតែត្រូវ 100% ដូចជាគិតលេខទេ2គុណ7គឺ4ទេនេះគឺជាបែបចិត្តសាស្ត្រជាការឲ្យតម្រុយនៃសញ្ញាដែលយើងអាចរៀនអំពីអ្វីមួយតាមរយៈអត្ថបទហ្នឹងអញ្ចឹងយើងមានប៉ុណ្ណឹងហើយការចងចាំវាមិនគ្រប់គ្រាន់ទេទន្ទិញប៉ុណ្ណឹងគឺវាមិនគ្រប់គ្រាន់ទេគឺយើងអាចសាកល្បងស្វែងយល់អនុវត្តក្នុងជីវិតរបស់យើងប្រចាំថ្ងៃពីព្រោះយើងឃើញហើយមានមនុស្សជាច្រើនដែលយើងមិនចង់ចូលទៅចិត្តដោយសារតែយើងមើលទៅម្នាក់ហ្នឹងដូចជាថ្មឹងត្រជាក់ស្រេបនៅពេលដែលថាឈាមត្រជាក់នៅពេលដែលមានហេតុការណ៍មួយអញ្ចឹងទៅកើតឡើងគឺក៏អត់មានរំភើបរំជើបរំជួលអីទៅសោះអញ្ចឹងណាអញ្ចឹងយើងបែរជាអាចរៀនអ្វីមួយពីគាត់បានពីព្រោះយើងកំពុងតែទុនជ្រាយឬក៏អីអញ្ចឹងទៅខ្សោយចំណុចអីមួយអញ្ចឹងមនុស្សប្រភេទនេះគឺជាមនុស្សដែលធ្លាប់ឆ្លងកាត់បទពិសោធន៍អ្វីមួយពិតប្រាកដហើយទើបគេអាចនៅក្នុងស្ថានភាពដ៏លំបាកក្រោយមកគេនៅតែអាចធ្វើធម្មតាឲ្យបានអញ្ចឹងទៅអញ្ចឹងអាចសិក្សាជាមួយវីដេអូផ្សេងទៀតនៅក្នុង channel នេះហើយផ្អែកទៅលើចិត្តសាស្ត្រភាគច្រើនហើយជួបគ្នានៅវីដេអូបន្ទាប់កុំភ្លេចជួយ like ជួយ share ឲ្យបានច្រើនផង